បាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញពីរបៀបយើង clone ពី hard disk មួយទៅ hard disk មួយនៅក្នុងកម្មវិធី Acronis អញ្ចឹងយើងចូលជាដំបូងចូលមកវាចេញចេះនៅលើនេះគឺយើង backup នេះឲ្យយើង recover តោះមកយើងចង់ clone hard disk យើងចូលមកកន្លែង tool នេះមកតោះមកទៀតយកពាក្យ clone hard disk clone disk អញ្ចឹងជាទូទៅយើងយកវាមាន2 option យើងយកទៅ automatic recommend ហ្នឹងមកហើយយើងចុច next តោះមកទៀតយើង select disk disk មួយណាដែលយើងចង់ clone អ្វីដែលយើងមានគឺយើងមាន Windows អញ្ចឹងយើង clone ពី hard disk មួយទៅ hard disk មួយទៀតយើងចាំវាបន្តិចទៅបាទវា load មកហើយអញ្ចឹងយើង select hard disk យើងដែលយើងចង់ clone ដាក់ Windows ហ្នឹងបញ្ចូលទៅ hard disk ថ្មីមួយទៀតយើងចូលមកក្នុង disk 2មកនេះ128ខ្ញុំចង់បញ្ជាក់ឡើងហ្នឹងតិចដែរគឺបើសិនជាយើងមាន hard disk នឹងធំជាង hard disk ដែលទទួលនឹងធំជាងឲ្យនេះគឺយើងអាច clone បានបើសិនជាយើង hard disk យើងតូចនេះធំជាងឧទាហរណ៍នេះ 200G ហើយអានេះតែ 100G ឯងអញ្ចឹងយើងអាច clone បានទេលុះត្រាយកតូច clone ដាក់ធំមិន clone បានអញ្ចឹងយើងចុច select disk យើងមកហើយបន្តមកទៀតយើងចុច next អញ្ចឹងយើងយកកន្លែងនេះគឺយើងវាប្រាប់ហ្នឹង to replace a disk on this machine អញ្ចឹងបើសិនជាយើងចង់ធ្វើឲ្យយើងដាក់នៅលើម៉ាស៊ីនហ្នឹងយើង select អានទី1ហ្នឹងមកនេះយើងប្រើអាទី2អញ្ចឹងគឺ to use on other machine អញ្ចឹងមានន័យថាយើងយកអា option ហ្នឹងយើង clone ពី hard disk ហ្នឹងទៅដាក់លើម៉ាស៊ីនផ្សេងមួយទៀតយើងចុច next មកតមកទៀតវាប្រាប់នេះ before អានេះយើងhard disk របស់យើងហើយនេះពេលដែលយើង clone ហើយអញ្ចឹងយើង process មកអញ្ចឹងវាមាន7វា copy ស្អី partition អីទៅទាំងអស់តមកយើងកន្លែងនេះគឺយើងចង់ឲ្យវា restart ឬក៏យើងចង់ឲ្យវា shut down បើថា view អីទេអញ្ចឹងយើងអាចបើសិនជាឧទាហរណ៍យើងធ្វើលើ Windows របស់យើងកម្មវិធីយើងច្រើនអញ្ចឹងយើងអាចឲ្យវាពេលដែលវាចប់ប្រតិបត្តិការវាហ្នឹងទៅវាបិទទៅអញ្ចឹងខ្ញុំយក shut down ទៅក្នុងវីដេអូមានប៉ុណ្ណឹង